គ្រាន់តែឃើញទិដ្ឋភាពនឹងក៏រំភើបដែរអ្នកទាំងគ្នាឆ្នាំនេះខេត្តសៀមរាបមិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូកទេប៉ុន្តែក៏បានរៀបចំកម្មវិធីកម្សាន្តជាច្រើននៅតាមដងស្ទឹងសៀមរាបជំនួសពិធីបុណ្យអុំទូកឆ្នាំនេះគឺដឹងតែសប្បាយដូចឆ្នាំមុនអញ្ចឹងហើយកម្មវិធីនេះផងដែរគឺមានរយៈពេល3ថ្ងៃអ្នកទាំងគ្នាគឺចាប់ពីថ្ងៃទី4ទី5ទី6ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះហើយនៅក្នុងនឹងផងដែរគឺមានកម្មវិធីជាច្រើនដូចជាកម្មវិធីជិះទូកកម្សាន្តទស្សនាផ្សារទឹកតាមដងស្ទឹងសៀមរាបកម្មវិធីប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំកម្មវិធីតន្ត្រីស្គរដៃកម្មវិធីស្តង់ពិព័រណ៍កម្មវិធីប្រដាល់គុនខ្មែរកម្មវិធីល្ខោនបាសាក់និងមានកម្មវិធីកម្សាន្តជាច្រើនផ្សេងទៀតដែលយើងអាចទៅទស្សនាបានហើយការរៀបចំកម្មវិធីនេះផងដែរក្នុងគោលបំណងដើម្បីជំរុញវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបឲ្យកាន់តែមានភាពរីកចម្រើនក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនឲ្យពួកគាត់មកលេងកម្សាន្តនៅក្នុងខេត្តសៀមរាបផងដែរហើយចំពោះទីតាំងនៃការរៀបចំកម្មវិធីគឺគេនឹងរៀបចំចាប់ពីស្ពានព្រះរាជដំណាក់តាមបណ្ដោយស្ទឹងសៀមរាបរហូតដល់ស្ពានវត្តបូចឹងហើយកុំភ្លេចទៅលេងកម្សាន្តចាំជួបគ្នានៅមាត់ស្ទឹងថ្ងៃពិធីបុណ្យអុំទូកទាំងអស់គ្នា